ខ្ញុំឆ្លើយសំណួរទៅពួកគណៈបព្វជិជនដែលឆ្ងល់បន្តិចប៉ុន្តែមុននឹងឆ្លើយសំណួរខ្ញុំសូមដាក់សម្លេងគណៈបព្វជិជនដែលឆ្ងល់ឲ្យបងប្អូនស្ដាប់សិនថាគេឆ្ងល់ពីម៉េចហើយខ្ញុំក៏មានដាក់សំណួរវិញសួរទៅគណៈបព្វជិជនឲ្យឆ្លើយដែរឥឡូវសូមស្ដាប់សម្លេងគណៈបព្វជិជនដែលឆ្ងល់ទាំងអស់គ្នាតែម្ដងដើម្បីកុំឲ្យសង្ស័យបងប្អូនសូមស្ដាប់សម្លេងម្នាក់នេះនិយាយដូចទៅខ្ញុំនៅតែឆ្ងល់មួយបងប្អូនអរគ្នាបាទគណៈបកប្រឆាំងគណៈបកកាន់អំណាចនៅក្នុងប្រទេសថៃណាឬក៏សៀមនេះណានៅពេលដែលមានបញ្ហាចំនួនព្រំដែនរវាងកម្ពុជាហើយនិងសៀមនេះទាំងគណៈបកកាន់អំណាចខាងគេរួមទាំងគណៈបកប្រឆាំងបាទខាងគេទាំងអស់គេព្រួតគ្នាមកខំខ្មែរយើងបាទទាំងគណៈបកប្រឆាំងគេទាំងគណៈបកកាន់អំណាចគេគឺគេសោះដៃគ្នាហ្មងគេមកព្រួតគ្នាមកខំខ្មែរយើងដោយឡែកអីតែខ្មែរយើងនេះរាជរដ្ឋាភិបាលកំពុងតែទប់ទល់បាទជាមួយនឹងខាងភាគីសៀមនេះប៉ុន្តែគណៈបកប្រឆាំងខ្មែរយើងនេះបែរមិនទៅជួយខំសៀមទេបែរជាក្នុងគណៈនេះហើយមកខំតែខ្មែរគ្នាឯងគណៈពេលនេះគួរតែផ្អាកប្រឆាំងសិនទៅបាទយើងរួមដៃគ្នាពូតដៃគ្នាទៅខំខាងនោះសិនទៅប្រយុទ្ធប្រឆាំងជាមួយនឹងខាងសៀមសិនទៅសាមគ្គីគ្នាសិនមកបើជុលតែខំខ្មែរគ្នាឯងហើយផ្អាកខំសិននោះយកអាពេលវេលាហ្នឹងទៅខំខាងថៃនោះសិនយកឈ្នះគេសិនយកឈ្នះខាងនោះហើយនៅពេលដែលយើងបានឈ្នះហើយចាំត្រឡប់មកប្រឆាំងវិញមកចង់បានអីទៀតប្រឆាំងតទៀតហើយនៅក្នុងគណៈនេះក៏មានបងប្អូនខ្មែរយើងមួយចំនួននេះទៅចូលដៃចូលជើងជាមួយនឹងខាងសៀមទៅទៀតហ្នឹងមែនអ្នកស្នេហាជាតិណាពេលដែលជាតិកំពុងតែមានបញ្ហាជាមួយសត្រូវទៅចូលដៃចូលជើងនេះជាមួយសត្រូវហើយកាន់ជើងសត្រូវទៀតហ្នឹងមែនអ្នកស្នេហាជាតិខ្ញុំសួរវិញបាទបើសិនជាស្នេហាជាតិយល់ពាក្យថាស្នេហាជាតិគួរតែបាទមកកាន់ជើងខាងខ្មែរហើយប្រយុទ្ធប្រឆាំងជាមួយសត្រូវវិញអាហ្នឹងហើយបានគេហៅថាស្នេហាជាតិបងប្អូនបានស្ដាប់គណៈបព្វជិជននិយាយហើយខ្ញុំអត់ដឹងឈ្មោះអីទេក៏ប៉ុន្តែនិយាយមកគឺបោកគេថាឲ្យយើងចូលរួមទៅខំសៀមសិនណាកុំអាលប្រឆាំងសិនឃើញទេបងប្អូនបានស្ដាប់ទាំងអស់គ្នាណាក៏ប៉ុន្តែខ្ញុំតិចទៀតបានខ្ញុំឆ្លើយនឹងសំណួរគណៈបព្វជិជននេះកុំឲ្យឆ្ងល់ទៀតហើយគណៈបព្វជិជនលែងឆ្ងល់ហើយពេលហ្នឹងខ្ញុំចង់សួរសំណួរមួយវិញទៅគណៈបព្វប្រជាជនវិញសំណួរស្រដៀងគ្នាទៅនឹងគណៈបព្វប្រជាជនសួរទៅគណៈបកសង្គ្រោះជាតិដែរខ្ញុំសួរគណៈបកប្រជាជនវិញហេតុអ្វីបានជាគណៈបកប្រជាជនមិនរួបរวมគ្នាដើម្បីការពារទឹកដីកោះត្រល់សមុទ្រជាង 30000 គីឡូម៉ែត្រកន្លះហើយនៅព្រំដែនខាងកើតពេលដែលគណៈបកគេទាមទារឲ្យរួបរวมគ្នាដើម្បីការពារកោះត្រល់សមុទ្រហើយនៅព្រំដែនគោកមួយចំនួនហ្នឹងបែរជាគណៈបកប្រជាជនមិនព្រមរួបរวมជាមួយគណៈបកប្រឆាំងហើយបែរជាគណៈបកប្រជាជនហ្នឹងទៅជាតាមខំអ្នកប្រឆាំងវិញតាមសម្លាប់តាមចាប់ដាក់គុកតាមសម្លាប់តាមបន្លាចធ្វើគ្រប់វិធីទាំងអស់ដើម្បីបំបត្តិមាត់គ្រាន់តែនិយាយរឿងយួនក៏ចាប់គេដាក់គុកដែរខ្ញុំសួរគណៈបព្វជិជនវិញមើលបងប្អូនណាឆ្លើយរួចប៉ុន្តែមិនបាច់ឆ្លើយក៏បានដែរគ្រាន់ឲ្យគណៈបព្វជិជនជាពិសេសម្នាក់ដែលនិយាយអំបញ្ញមិនឆ្ងល់នេះខ្ញុំចង់ឲ្យឆ្លើយសំណួរខ្ញុំហើយខ្ញុំឆ្លើយនឹងសំណួរម្នាក់ដែលឆ្ងល់អំបញ្ញមិញឲ្យស្ដាប់គណៈបកប្រឆាំងគណៈបកសង្គ្រោះជាតិអត់ដែលបានបដិសេធថាមិនបង្រួបបង្រួមខ្មែតម្ដងណាទេហើយក៏មិនដែលបដិសេធថាមិនទៅការពារទឹកដីដែរយើងព្យាយាមបង្រួបបង្រួមខ្មែរព្យាយាមការពារទឹកដីក៏ប៉ុន្តែគណៈបកប្រជាជនព្យាយាមបំបែកបំបាក់យើងព្យាយាមមិនឲ្យយើងនិយាយអំពីរឿងការពារទឹកដីគ្រាន់តែនិយាយពីរឿងកោះត្រល់គ្រាន់តែនិយាយពីរឿងកោះគុតហ្នឹងសិតទៅចាប់ទៅសម្លាប់គ្នាអានេះគឺគណៈបកប្រជាជនព្យាយាមបំបែកបំបាក់មិនឲ្យយើងរួបរวมគ្នាព្រោះគណៈបកប្រជាជនខ្លាចការរួបរวมគ្នាយើងចាប់តែរួបរวมតែឥឡូវគណៈបកប្រជាជនថារួបរวมបង្រួបបង្រួមពួកយើងឲ្យរួបរวมគ្នាគណៈបកប្រជាជនត្រូវតែធ្វើរឿងដូចខាងក្រោមនេះរឿងទី1គណៈបកប្រជាជនត្រូវតែដាក់ព្រំដែនទាំងអស់ទៅ ICJ តុលាការអន្តរជាតិទាំងព្រំដែនថៃទាំងព្រំដែនវៀតណាមដាក់ទៅ ICJ ទាំងអស់រឿងទី2គណៈបកប្រជាជនត្រូវតែសងបាក់ដែលខ្លួនបានប្លន់គេដែរគឺគណៈបកសង្គ្រោះជាតិឲ្យមកគេវិញព្រោះសម្លេងគេជាង3លាននាក់សម្លេងជាងពាក់កណ្ដាលទេសល់ពីលួចសល់ពីប្លន់សល់ពីសម្លាប់សល់ពីទិញផងបានប៉ុណ្ណឹងនោះរឿងទី3គណៈបកប្រជាជនត្រូវតែសងអាសនៈក្រុមប្រឹក្សាភូមិសង្កាត់5007អាសនៈត្រូវតែសងអាសនៈស្រុកខណ្ឌរាជធានីខេត្តអាសនៈសភា55អាសនៈនិងអាសនៈព្រឹទ្ធសភាមកឲ្យគណៈបកសង្គ្រោះជាតិវិញរឿងទី4ត្រូវតែដោះលែងអ្នកទោសនយោបាយសកម្មជនសិទ្ធិមនុស្សសកម្មជនបរិស្ថាននិងសកម្មជនដីធ្លីទាំងអស់ដោយអត់លក្ខខណ្ឌរឿងទី5គណៈបកប្រជាជនត្រូវតែលុបដីកាចោទប្រកាន់ទៅលើសកម្មជននយោបាយសកម្មជនសិទ្ធិមនុស្សសកម្មជនប
បរិស្ថានសកម្មជនដីធ្លីដោយអត់លក្ខខណ្ឌរឿងទី6គណៈបកប្រជាជនត្រូវតែឲ្យមានកជបឯករាជ្យឡើងវិញរឿងទី7គណៈបកប្រជាជនត្រូវតែឲ្យមានការបោះឆ្នោតសារជាថ្មីជាបន្ទាន់ឡើងវិញរឿងទី8គណៈបកប្រជាជនត្រូវតែបើកចំហសេរីភាពនៃការបញ្ចេញមតិសិទ្ធិមនុស្សប្រព័ន្ធផ្សព្វផ្សាយនិងលទ្ធិប្រជាធិបតេយ្យឡើងវិញបើគណៈបកប្រជាជនថាចង់បង្រួបបង្រួមមែនធ្វើរឿងហ្នឹងទៅបង្រួបបង្រួមតែបើសិនជាគណៈបកប្រជាជនមិនធ្វើរឿងហ្នឹងទេមានន័យថាគណៈបកប្រជាជនបោកហើយបងប្អូនជនជាតិកុំទៅចូលរួមជាមួយគណៈបកប្រជាជនដើម្បីការពារអំណាចត្រកូលចៅហ៊ុនសែនបងប្អូនជនជាតិនេះខ្ញុំចង់បង្ហាញបងប្អូនឥឡូវខ្ញុំចង់សួរសំណួរតែខ្ញុំសួរសំណួរទី2អំបញ្ញមិញថាហេតុអីបានជាគណៈបកប្រជាជននឹងមិនព្រមបង្រួបបង្រួមជាមួយនឹងគណៈបកប្រឆាំងដើម្បីនឹងទៅតុលាការ ICJ អំពីកោះត្រល់ផ្ទៃសមុទ្រជាង30000គីឡូម៉ែត្រកន្លះហើយនឹងព្រំដែនគោកជាច្រើនទៀតអំពីយួនដែលឈ្លានពានកម្ពុជាហេតុអីបានជាគណៈបកប្រជាជនមិនព្រមចូលរួមហើយគណៈបកប្រជាជនបែរជាអ្នកណានិយាយពីកោះត្រល់ទៅចាប់គេដាក់គុកអ្នកណានិយាយពីផ្ទៃសមុទ្រចាប់គេដាក់គុកសម្លាប់ណាមានអ្នកស្លាប់ច្រើនដែរដូចជាព្រះអង្គសំប៊ុនធឿនដូចជាលោកកែមលីដូចជាលោកជាវិជាដូចជាមានសកម្មជនយើងច្រើនដែលស្លាប់ដោយសាររឿងកោះត្រល់ហើយមានសកម្មជនដែលជាប់គុកច្រើនដែលមានការតវ៉ារឿងកោះត្រល់ហើយដូចជា Thailand ដែលនិយាយពីយួនអីហ្នឹងសិតគេចាប់ដាក់គុកទៅវិញឥឡូវខ្ញុំសួរគណៈបកប្រជាជនវិញគណៈបកប្រជាជនឆ្លើយសំណួរនឹងរួចទេបងប្អូនជនជាតិឥឡូវមិនបាច់ឆ្លើយក៏បានដែរខ្ញុំបញ្យល់គណៈបកប្រជាជនវិញមូលហេតុដែលគណៈបកប្រជាជនមិនរួបរួមជាមួយនឹងគណៈបកសង្គ្រោះជាតិដើម្បីការពារបូរណភាពដែនដីក្នុងពេលដែលយួនឈ្លានពានយើងឈ្លានពានទាំងតាំងទឹកដីឈ្លានពានតាំងពីប្រជាពលរដ្ឋបញ្ចូលជនជាតិយួនមកគ្រប់គ្រងខ្មែរហេតុអីបានជាគណៈបកប្រជាជនមិនចូលរួមជាមួយនឹងគណៈបកប្រឆាំងដើម្បីការពារអធិបតេយ្យភាពបូរណភាពដែនដីចំណុចទី1ដោយសារគណៈបកប្រជាជនជំពាក់គុណយួនបងប្អូនជនជាតិជំពាក់គុណយួនដោយសារយួនលើកបន្តឲ្យគណៈបកប្រជាជនកាន់អំណាចជាង4ទសវត្សរ៍មកហើយចំណុចទី2ដោយសារគណៈបកប្រជាជនកាត់ទឹកដីឲ្យយួនតាមសន្ធិសញ្ញាឆ្នាំ1985និងសន្ធិសញ្ញាបន្ថែមឆ្នាំ2005សន្ធិសញ្ញាបន្ថែមឆ្នាំ2005នេះគឺហ៊ុនសែនធ្វើដោយបំពានទៅនឹងសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសថ្ងៃ$23ឆ្នាំ1991ដែលគេនិរាកលុបរាល់សន្ធិសញ្ញាយួនកម្ពុជាក្នុងអំឡុងពេលដែលយួនឈ្លានពានកម្ពុជាចំណុចទី3ដោយសារគណៈបកប្រជាជនគឺជាគណៈបកយួនជាអ្នកបង្កើតគណៈបកប្រជាជនឡើងកាលពីថ្ងៃទី28ខែមិថុនាឆ្នាំ1951គណៈបកប្រជាជននៅតែប្រារព្ធថ្ងៃកំណើតរបស់ខ្លួនជារៀងរាល់ឆ្នាំបងប្អូនជនជាតិជាផ្ោះតាំងមិនអាចប្រកែកបានចំណុចទី4ដោយសារគណៈបកប្រជាជនកម្ពុជាខ្លាចខ្មែររួបរวมគ្នាខ្លាចខ្មែរការពារបូរណភាពដែនដីបើខ្មែររួបរวมគ្នាខ្មែរការពារបូរណភាពដែនដីប្រកាសជាគណៈបកប្រជាជនអស់អំណាចហើយទឹកដីដែលគណៈបកប្រជាជនកាត់ទៅឲ្យយួននឹងត្រូវបានមកខ្មែរវិញពេលនោះគណៈបកប្រជាជននឹងคล้ายទៅជាបកដែលក្បត់ជាតិក្នុងប្រវត្តិសាស្ត្រខ្មែរ